Sau đây bông bọn này ngày ngày thì đọc khai đọc cho năm pi bọn mà phải phèmហើយkhai này có nhóm chưa chạy thảo bông bọn này phía trên cứ rong trăm bọn miền muối cứ cả đã cho nào đi lottery cho năm pi bọn mà phải phá mình tha bông bọn mình tha nhóm thế nhóm trong đạo bông bọn của xa nhóm đáy rồi ta mà vậy để nhóm chạy mới cứ kia toàn miền bọn miền plei ca nam muối kia bạch trạng ngày sẽ bạc luôn tha kê năng bạcเอาយើង apply ថ្ងៃណាបងប្អូនប៉ុន្តែអ្វីដែលច្បាស់លាស់នោះគឺឆ្នាំនេះគឺគេនឹងយក fee យើង$1បងប្អូនអរគ្នាអញ្ចឹងខ្ញុំគិតថាwebsite គេកំពុងតែអភិវឌ្ឍមានន័យថាគេកំពុងតែឲ្យខាង IT add បន្ថែម feature សម្រាប់ឲ្យយើងពេញកាត debit card ហ្នឹងណាបងប្អូនព្រោះជាទូទៅ website នេះគឺគេឲ្យមនុស្សគ្រប់គ្នា apply ទូទាំងពិភពលោកអញ្ចឹងទៅអត់មានពីណាគេប្រើលុយសុទ្ធកើតទេចឹងខ្ញុំជឿជាក់ថា 100% ពេលដែលបងប្អូនពេញទៅក្នុង website ហ្នឹងគឺគេនឹងមាន option ឲ្យយើងដាក់លេខកាត debit card ឬក៏ visa card យើងអីជាដើមហ្នឹងបងប្អូនដើម្បីគេកាត់លុយថ្លៃ free ណាហើយកត្តាដែលធ្វើឲ្យ DV Lottery នេះ delay បងប្អូនអរគ្នាគឺខ្ញុំគិតថាវាតាក់ទងជាមួយនឹង Federal Government Shutdown ដែលឥឡូវនេះគឺកំពុងតែកើតឡើងនៅក្នុងសហរដ្ឋអាមេរិកបងប្អូនអរគ្នាហើយពីមុនមកក៏ធ្លាប់កាត់ឡើងពី3ដងដែរតាមអ្វីដែលខ្ញុំ research ប៉ុន្តែលើកនេះគឺយូរជាងរាល់ដងបងប្អូនអរគ្នាលើកនេះ3អាទិត្យជាងហើយចិត្តចូលមួយខែហើយខ្ញុំឃើញព័ត៌មានពួកគាត់នៅតែឆ្លោះគ្នាដដែលបងប្អូនអរគ្នាអត់ទាន់មានពីណាយល់ស្របទេអញ្ចឹងទៅគឺវានៅតែមានបញ្ហាប្រទាំងប្រទិសអត់ទាន់បើកកើតបងប្អូនអរគ្នាហើយFederal Government Shutdown នេះគឺជាទូទៅវាកាត់ឡើងដោយសារតាសភាអាមេរិកការអនុវត្តច្បាប់ប្រើប្រាស់លុយសម្រាប់ឆ្នាំថ្មីជាមួយនឹងនាយករដ្ឋមន្ត្រីដែលយើងដឹងថាលោក Donald Trump ហ្នឹងបងប្អូនអរគ្នា Donald Trump ហ្នឹងគឺគាត់ចង់ប្រើប្រាស់លុយទៅលើការដែលតុលាការកំពូលចង់ប្រើទេតុលាការកំពូលគាត់ចង់ប្រើប្រាស់លុយហ្នឹងបន្ថែមទៅលើការអភិវឌ្ឍទៅលើ healthcare ការថែទាំសុខភាពណាហើយមួយទៀតគឺគេចង់ចំណាយទៅលើការផ្ដល់លុយទៅឲ្យអ្នកអធិការទៅបងប្អូនអរគ្នាប៉ុន្តែតាត្រាំគឺគាត់ចង់កាត់ទាំងអស់គាត់អត់ចង់យល់ស្របជាមួយនឹងអ្វីដែលគេតុលាការកំពូលគេចង់អនុវត្តច្បាប់ទៅលើការប្រើប្រាស់លុយសម្រាប់ឆ្នាំថ្មីហ្នឹងទេបងប្អូនចឹងទៅគឺការបោះឆ្នោតហ្នឹងវាអត់យល់ស្របគ្នាចឹងទៅក៏មានបញ្ហាប្រទាំងប្រទិសទៅក៏វាធ្វើឲ្យ government shutdown ដែលវាប៉ះពាល់ទៅដល់រដ្ឋទាំងអស់បងប្អូនអរគ្នាគ្រប់រដ្ឋទាំងអស់ទូទាំងសហរដ្ឋអាមេរិកជាងគេអ្នកធ្វើការនៅតាម government នៅតាមក្រសួងណាបងប្អូនអរគ្នាមិនថាមន្ទីរពេទ្យមិនថាសាលារៀនមិនថាអ្វីផ្សេងទេបងប្អូនអរគ្នាត្រឡប់មកវិញអ្វីដែលធ្វើឲ្យ DV Lottery 2027ហ្នឹងវា delay ណាគឺទី1គឺការអភិវឌ្ឍទៅលើ website ដែល website រាល់តែដងយើងដាក់រាល់ឆ្នាំហ្នឹងគឺវាអត់មាន option ឲ្យយើងកន្លែងយើងដាក់បង់ថ្លៃសេវាឲ្យបងប្អូនអរគ្នាប៉ុន្តែឆ្នាំនេះគឺគេតម្រូវការឲ្យយើងបង់ថ្លៃសេវា$1អញ្ចឹងទៅ website ក៏គេត្រូវ update ឲ្យមាន option យើងបង់ថ្លៃសេវាហ្នឹងដែរបងប្អូនអរគ្នាហើយយើងគិតថាស្រួលទេបងប្អូនអរគ្នាតែធៀបទៅអត់ស្រួលទេការធ្វើពិបាកជាងគេអ្នកធ្វើ IT ដឹងហើយជាងគេនៅសហរដ្ឋអាមេរិកគឺគេចង់ប្រកាសជាបងប្អូនអរគ្នាដោយគេចង់ច្បាស់ថាអ្វីដែលយើងបង់លុយណាបងប្អូនអរគ្នាគឺអត់មានបាត់អត់មានស៊ីសនុកទេអញ្ចឹងទៅគឺមានការអនុវត្តមិនថាមិនត្រឹមតែការធ្វើទៅលើ website ហ្នឹងទេបងប្អូនអរគ្នាគឺគេមាន document អីផ្សេងជាច្រើននៅពីក្រោយទៀតខ្ញុំជឿជាក់បងប្អូនអរគ្នាហើយចំណុចទី2អ្វីដែលធ្វើឲ្យ DV Lottery នឹង delay គឺវាតាក់ទងជាមួយនឹងFederal Government Shutdown ដែលខ្ញុំបាន mention មុនហ្នឹងអញ្ចឹងបងប្អូនអរគ្នាគឺតុលាការកំពូលអាមេរិកគេអនុវត្តច្បាប់ទៅក្នុងការប្រើប្រាស់លុយសម្រាប់ឆ្នាំថ្មីគឺអត់ស៊ីចង្វាក់ជាមួយនឹងប្រធានាធិបតីថ្មីដែលយើងដឹងថាលោកជាលោក Donald Trump ហ្នឹងបងប្អូនអរគ្នាអញ្ចឹងខ្ញុំគិតថាមានតែពីរចំណុចហ្នឹងទេតាមអ្វីដែលខ្ញុំមើលឃើញណាបងប្អូនហើយបើសិនជាបងប្អូនគិតថាមានអីផ្សេងទៀតអាច comment នៅខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាបាយបាយ